បាទសួស្តីបងប្អូនអរគ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញបងប្អូនពីរបៀបបង្កើត page តាមរយៈទូរស័ព្ទដៃដើម្បីធ្វើទីផ្សារនៅលើ Facebook ឬក៏រកប្រាក់ចំណូលជាមួយនឹង Facebook ផងដែរហើយបងប្អូនអាចធ្វើជាអ្នកមានឥទ្ធិពលនៅក្នុង Facebook ធ្វើឲ្យ page បងប្អូនផ្ទុះខ្លាំងមានអ្នកគាំទ្រច្រើនចឹងក្នុងវីដេអូនេះដែរខ្ញុំនឹងបង្ហាញបងប្អូនលម្អិតរបៀបបង្កើតឲ្យត្រូវនឹងស្តង់ដារហើយមានអ្នកមើលច្រើនបាទអញ្ចឹងទី1គឺបងប្អូនចូលទៅកាន់Facebook មកយើងចូលមកកាន់ 3 បងប្អូនចុចលើ 3 នេះមកបាទតន្តិចគឺបងប្អូនអ្នកគ្នានឹងឃើញនៅខាងនេះគឺមាន page ណាបងប្អូនអ្នកគ្នាអញ្ចឹងបងប្អូនអ្នកគ្នាត្រូវចុចទៅលើនឹងកាន់ page មកបន្តមកទៀតគឺបងប្អូនអ្នកគ្នាយើងធ្វើការចុចពាក្យថា create ណាអានេះ business sheet ណា business sheet យើងសម្រាប់យើងគ្រប់គ្រងទៅលើ page ណាបាទចេញចុចពី create មកតន្តិចយើងបងប្អូនជ្រើសរើសតើតទៅនឹងអានេះ personal profile និយាយ page ណាបងប្អូនគ្នាអានេះយើងចង់យក profile យើងចុចលើនេះបងប្អូនគ្នានៅករណីបងប្អូនចង់យក profile បើតែយើងបង្កើតជា profile មួយទៀតចឹងណាបាទប៉ុន្តែបើសិនជាយើងចង់បង្កើតជា page យើងយកខាងក្រោមនេះបងប្អូនគ្នា grow a business creator or organization យើងចុចយកក្រោមនេះមកណាបាទបន្តមកទៀតបងប្អូនចុចពាក្យលើពាក្យថា next មកណាបាទបន្តមកទៀតយើងធ្វើការដាក់ឈ្មោះpage របស់យើងដែលយើងចង់ដាក់ហ្នឹងបាទអញ្ចឹងយើងដាក់ page ជាទូទៅគឺបងប្អូនទៅដាក់ឈ្មោះអីគឺដាក់ឈ្មោះហ្នឹងហើយណាយើងបើកាលនេះបងប្អូនដូរធ្វើឲ្យ page បងប្អូន spam ណាអត់ឡើងទេណាអញ្ចឹងយើងធ្វើការដាក់ឈ្មោះ page ហ្នឹងហើយយើងកុំដូរណាបាទអញ្ចឹងឧទាហរណ៍ថាខ្ញុំដាក់ឈ្មោះ page ហ្នឹងដាក់ថា travel society KH ហើយដាក់ travel society KH ទៅដល់អញ្ចឹងបងប្អូន page ហ្នឹងគឺយើងកុំដូរឈ្មោះតែយើងហ៊ានទៅដូរឈ្មោះ page យើងអត់សូវឡើងទេណាបាទអញ្ចឹងយើងដាក់ឈ្មោះហ្នឹងគឺឈ្មោះហ្នឹងរហូតណាបន្តទៅយើងចុច next មកបាទតទៅទៀតយើងធ្វើការជ្រើសរើស category បាទ category ហ្នឹងគឺយើងត្រូវធ្វើឲ្យត្រូវជាមួយនឹងមាតិការបស់យើងហ្នឹងចាំមាតិកាបងប្អូនទាំងគ្នាចង់និយាយពីអីយើងត្រូវធ្វើឲ្យត្រូវជាមួយគ្នាណាមកថាមាតិកាបងប្អូនទាំងគ្នាធ្វើពី food ណាធ្វើ food ចឹងបងប្អូនត្រូវការវាយឲ្យត្រូវបាទអញ្ចឹងយើងធ្វើ entering ណាអញ្ចឹង category នេះយើងដាក់ឲ្យត្រូវជាមួយនឹងប្រភេទមាតិការបស់យើងអញ្ចឹងណាបាទឬក៏ផលិតផលរបស់យើងអញ្ចឹងបងប្អូនផលិតផលអីគេយើងដាក់ផលិតផលនោះឲ្យត្រឹមត្រូវជាមួយនឹង category ហ្នឹងទៅណាតោះចឹងគឺបងប្អូនទាំងគ្នាចូលពាក្យថា create មកចាំបងប្អូនទាំងគ្នាចុចលើពាក្យថា create នេះមកតាមទៀតយើងធ្វើការទីមួយនៅខាងលើនេះគឺយើងតកតងទៅនឹងការប្រម៉ូទផលិតផលឬក៏សេវាកម្មណានឹងតកតងទៅនឹងក្រុមហ៊ុនឬក៏អង្គភាពដែលមិនរកប្រាក់ចំណេញឬក៏អង្គភាពផ្សេងទៀតនៅខាងលើនេះណាតកតងនឹងប្រម៉ូទផលិតផលណាសម្រាប់យើងបងប្អូនដែលចង់បង្កើតជាមេតិកាឬ content ហ្នឹងគឺយើងយកខាងក្រោមឬយើងចង់ធ្វើការទំនាក់ទំនងជាមួយនឹង fan របស់យើងគឺយើងយកខាងក្រោមណាយកក្រោមមកបន្តចូលបងប្អូនគ្នាចុចពាក្យថា continue នេះមកណាតែ
ចុច continue ហើយគឺយើងចូលមកដល់តម្រងនេះគឺយើង bio ណា bio គឺជាពេលនៅពេលដែល fan យើងចូលមកកាន់ page របស់យើងគឺឃើញកន្លែង bio ហ្នឹងណាគឺនៅក្រោមឈ្មោះ page របស់យើងហ្នឹងអញ្ចឹងឧបមាថាយើងចង់ឲ្យ fan របស់យើងឃើញ bio នឹងសរសេរថាម៉េចយើងអាចវាយមកណាឧបមាថាបងប្អូនគ្នាចង់សរសេរ bio នឹងថា contact អីចឹងទៅថាបងប្អូនគ្នាចង់ឲ្យ fan របស់យើងទំនាក់ទំនងរបស់យើងតទៅនឹងការងារអីមួយណាចឹងយើងអាចសរសេរមក contact for business ចឹងមកអញ្ចឹងយើងសរសេរចឹងមកណាអញ្ចឹងយើងអាចដាក់លេខទូរស័ព្ទយើងឬក៏ link Telegram អញ្ចឹងណាយើងវាយលេខទូរស័ព្ទចូលមកឬក៏វាយ012អញ្ចឹងមកនៅឧទាហរណ៍បងប្អូនគ្នាខ្ញុំថតឧទាហរណ៍ទេឬក៏យើងដាក់ជា link Telegram ផាសនៅក្នុងហ្នឹងទៅក៏បានដែរនៅពេលដែល fan របស់យើងចូលមកកាន់ page ហ្នឹងគឺគេគាត់អាចធ្វើការតាក់ទងមកយើងបានណាតនេះគឺជា website ណាបងប្អូនគ្នាចុះ website គឺបងប្អូនអាចដាក់ website ចូលមកក៏បានដែរ www.travel អញ្ចឹងមក travel society .com នេះគឺជា website ណាបងប្អូនមាន website យើងដាក់មកឬក៏មានជា link YouTube ឬក៏ link TikTok អីយើងអាចដាក់បានណានេះគឺជា website ណាបាទនេះគឺជា email ណា email គឺបងប្អូនអាចវាយចូល email ចូលបានចូលវាយ email ចូលមកមកថា email យើងវាយtravel @gmail.com បាទអញ្ចឹងយើងវាយ Gmail នឹងចូលមកឃើញដូច text ទេបងប្អូនគ្នាបាទនេះលេខទូរស័ព្ទណាអញ្ចឹងលេខទូរស័ព្ទគឺជាលេខទូរស័ព្ទរបស់យើងដែលយើងចង់ដាក់ហ្នឹងហើយបើសិនជាបងប្អូនគ្នាចង់ដាក់លេខអីក៏បានដែរហ្នឹងណាបាទលេខហាងរបស់យើងក៏បានដែរបាទ012នៅឧទាហរណ៍បងប្អូនគ្នាជាឧទាហរណ៍បងប្អូនគ្នាដាក់លេខអីក៏បានដែរណាសាច់ចិត្តទេណាអានេះខ្ញុំឧទាហរណ៍ទេដល់ចេញយកលេខទូរស័ព្ទណាចឹងយើងចង់ដាក់លេខអីលេខទៅសាច់ចិត្តហ្នឹងណានេះ location ហ្នឹងបងប្អូនគ្នា location address ណា address គឺខ្សែឋានរបស់យើងណាមកថាយើងនៅតំបន់ណាយើងវាយខ្សែឋានហ្នឹងមកឲ្យត្រូវជាមួយនឹងទីតាំងហាងរបស់យើងឬក៏ទីតាំងអាជីវកម្មរបស់យើងអញ្ចឹងណាបាទនៅថាវាយថាមកអញ្ចឹងណាcity ណា city មកយើងវាយជាដាក់មកបងប្អូនគ្នាបងប្អូនចង់ដាក់អីក៏បានសាច់ចិត្តដែរណាតាមមកយើង zip code ណាចឹង zip code យើងចង់ដាក់អីក៏ដាក់ទៅសាច់ចិត្តហ្នឹងដូចឧទាហរណ៍មកដល់គ្នាណាបាទនេះគឺជាពេលវេលាយើងចង់ដាក់នេះក៏បានណា no hour អញ្ចឹងដាក់ Oliver Pan ទៅចុច next ណាបាទបន្តទៀត page យើងនៅសុខភាព page យើងនៅខ្សោយបងប្អូនដោយសារយើងអត់ទាន់បានបំពេញលក្ខខណ្ឌឲ្យអស់ណា
ចឹងចេញនេះទៅមកបាទតទៅទៀតនេះយើងអាច invite friend ប៉ុន្តែយើងកុំតន់ invite friend របស់អ្នកគ្នាព្រោះសារតែ page យើងវានៅមិនតន់បានរៀបចំណាយើងចេញនេះសិនណាយើងច្បាស់ invite គាត់បាទតទៅទៀតបងប្អូនចុច next ទៅមកយើងចុចតាមមកណាតទៅដានមកគឺវានឹង switch ទៅ profile page ណា page profile របស់អ្នកគ្នាចុច next មក continue មកចុច skip វានេះណាតនេះគឺ page profile យើងបានរបស់អ្នកគ្នាបាទចឹង page profile របស់យើងpage របស់យើងគឺបានហើយបងប្អូនគ្នាយើងអាចនេះបានហើយបន្តទៀតគឺបងប្អូនគ្នាត្រូវចុចទៅលើ profile របស់យើងនឹងមកហើយយើងចុចលើ travel access នឹងមកបាទអានេះគឺជាឈ្មោះ page របស់យើងអានេះគឺជា bio របស់យើងដែលយើងដាក់នៅលើហ្នឹងបាទអញ្ចឹងបងប្អូនអ្នកគ្នាមើលទៅយើងអាចដាក់រូប profile នៅក្នុងនឹងមួយទៅបាទអញ្ចឹងបងប្អូនអាចដាក់រូប profile នឹងក៏បានដែរណាដាក់រូប profile នឹងទៅ cover អីយើងអាចដាក់រូបឲ្យនិយាយថាយើងដាក់នេះ add cover បងប្អូនចុច add cover ហើយយើងចុច choose photo upload photo អញ្ចឹងទៅណាបាទហើយយើងអាចផុសវីដេអូ reel យើងអាច live តែ live នេះយើងអត់បានទេពេលយើងបង្កើតថ្មីយើង live កើតហ្នឹងបងប្អូនតើមាន follower អញ្ចឹងយើងអាចផុសជាវីដេអូ reel យើងអាចផុសរូបថតអីបានទាំងអស់ហ្នឹងបងប្អូនបាទរូបវីដេអូផុសវីដេអូក៏បានដែរចង់ផុសវីដេអូក៏បានផុសរូបក៏បានចិត្តទាំងអស់បាទហើយយើងមួយទៀតបងប្អូនខ្ញុំចង់បង្ហាញបងប្អូនតើតើទៅនឹងពេលយើងបង្កើត page ចឹងហើយយើងអាចបង្កើតជាgroup ហ្មងបងប្អូនអញ្ចឹងបងប្អូនបង្កើត group ឈ្មោះ page នឹងនៅក្នុងនឹងតែម្ដងណាបាទអានេះយើងអាចផុស story reel live អញ្ចឹងណាបងប្អូនវាផុសបាទអញ្ចឹងបន្ទាប់ពីយើងបានpage ហើយយើងអាចផុសរូបថតយើងអាចនេះបានផុសវីដេអូឲ្យបានទាំងអស់អញ្ចឹងណាបងប្អូនតទៀតចំណុចពិសេសមួយទៀតបងប្អូនត្រូវចូលទៅបង្កើត group ណាចឹងនៅក្នុង page នេះយើងទៅបង្កើត group ក្នុង page នេះទៅបងប្អូនចូលទៅកើតចូលមកកាន់ត្រង់នេះមកតទៀតបងប្អូនចុចយកពាក្យថា group ណាចឹងពេលបងប្អូនបង្កើត page ហើយយើងទៅបង្កើត group ក្នុង page ហ្នឹងណាបាទហើយយើងចុចនេះមកហើយយើងចុច create group នេះបាទអញ្ចឹងយើងដាក់ឈ្មោះ group យើងនឹងទៅដាក់ត្រូវជាមួយនឹងឈ្មោះ page របស់យើងហ្នឹងបាទយើងវាយឈ្មោះ group ហ្នឹងឲ្យត្រូវជាមួយគ្នាទៅពេលដែលយើងផុសចូល page ផងចូល group ផងណាបាទចឹងធ្វើឲ្យវីដេអូរបស់យើងឬក៏ content មាតិការបស់យើងវារុញទៅ group ផងវារុញទៅ page ផងចុចយើងចុច create group មកចុច create group ទៅតើទីបងប្អូនចុច next មកចុចបងចុច next ទៅទៀតមកចុច next ទៅមកអានេះជា description យើងអាចសរសេរព័ត៌មានពីgroup របស់យើងហ្នឹងឬក៏ food អញ្ចឹងណា food ត្រូវ food around the world អញ្ចឹងណាaround the world ណាយ៉ាចុច next មកចុច done ណាបាទអញ្ចឹងយើងអាចអានេះយើងអាចដាក់រូប photo group នឹងទៅបាទ photo group នឹងមកយើងធ្វើ banner ដាក់ photo នឹងមកណាអញ្ចឹងបានថា group នេះវាគ្រប់គ្រងដោយ admin ហ្នឹងគឺ admin page ហ្នឹងណាបងប្អូនគ្នាមានន័យថា page ឈ្មោះ Travel Access KH ហ្នឹងគឺជាអ្នកគ្រប់គ្រង
គ្រប់នឹងចឹងនៅពេលដែលយើងផុសចូលក្នុង page ទៅយើង tick យកគ្រប់នឹងទៅត្មងទៅណាអញ្ចឹងយើងនេះវត្តភាពគឺចេញពាក្យហ្នឹងបាទអញ្ចឹងមានថាយើងផុសទៅវារ៉ាន់ចូលទៅគ្រប់តែម្ដងបាទហើយយើងអាច invite friend ចូលក្នុងក្រុមហ្នឹងទៅណាបាទអញ្ចឹងវាអញ្ចឹងเป็นនេះវល់គ្នាអញ្ចឹង page ហ្នឹងយើងគ្រប់គ្រងគ្រប់មួយណាឈ្មោះដូចគ្នាហ្នឹងហើយនៅពេលយើងផុសទៅវា share ចូលគ្រប់ហ្នឹងតែម្ដងបាទអញ្ចឹងរបៀបបង្កើត page មានតែប៉ុណ្្នឹងដែលចង់បង្ហាញបងប្អូនអ្នកគ្នាហើយបើសិនបងប្អូនអ្នកគ្នាចង់ឲ្យ page មានអ្នក view ច្រើនអ្នកមើលច្រើនយើង share ទៅគ្រប់ផ្សេងទៀតដែលមាតិកានោះវាស្តៀងគ្នាណាបាទអញ្ចឹងរបៀបបង្កើត page គឺដូចជាមានអីបាក់ទេមានតែប៉ុណ្្នឹងទេហើយបើសិនបងប្អូនចង់បង្កើត page ហ្នឹងហើយចង់គ្រប់គ្រងទៅលើ page ហ្នឹងទៀតយើងប្រើមួយទៀតគេហៅថា business sheet ណាយើងអាចចូលទៅគ្រប់គ្រង page ហ្នឹងតាមរយៈ business sheet មួយទៀតបាទហើយសម្រាប់បងប្អូនដែលចង់ឆែកជាមួយនឹងmonetize គឺយើងអាចចូលមកកាន់ហ្នឹងហើយ monetization នេះមកហើយយើងcontent monetization នេះចឹងបងប្អូនអាចមើលលក្ខខណ្ឌក្នុងការលក្ខខណ្ឌសម្រាប់ monetize ហ្នឹងមើលតាមនោះទៅបាទហើយបើសិនបងប្អូនដល់បង្កើតដើម្បីតែធ្វើអាជីវកម្មទេគឺយើងមិនចាំបាច់គិតទៅលើ monetize ទេតែបើយើងចង់បានទាំងពីរហ្នឹងក៏ល្អដែរបាទអញ្ចឹងដូចជាហៀងវែងតិចហើយអញ្ចឹងមានតែប៉ុណ្្នឹងទេបងប្អូនអរគុណហើយសង្ឃឹមថាបងប្អូនអាចធ្វើបានណាបាទអញ្ចឹងអរគុណច្រើនសម្រាប់ការតាមដានទស្សនាវីដេអូមួយនេះហើយជូនពរបងប្អូនអរគុណសុខភាពល្អសំណាងល្អជំរាបលា